ខ្ញុំចង់មកដើរលេងនៅប្រទេសបារាំងដល់ហើយប៉ុន្តែខ្ញុំមិនដឹងថាចំណាយអស់ប៉ុន្មានផងតោះចង់ដឹងអត់ថាការចំណាយមកដើរលេងនៅប្រទេសបារាំងអស់ប៉ុន្មានស្ដាប់វីដេអូនេះឲ្យដល់ចប់ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម៉ាដាមវីថ្ងៃនេះខ្ញុំនឹងចែករំលែកទាក់ទងនឹងការចំណាយមកដើរលេងនៅប្រទេសបារាំងទាំងអស់គ្នាការចំណាយទី1គឺជាការចំណាយទៅលើការ apply visa បើសិនជាបងប្អូនចេះ apply visa បានដោយខ្លួនឯងបងប្អូនចំណាយត្រឹមតែ$100ជាងទេការចំណាយទី2ការចំណាយទៅលើការកក់សំបុត្រយន្តហោះបើសិនជាបងប្អូនចេះអាចរក flight ដែលថោកតម្លៃអាចក្រោម$1000ការចំណាយទី3ទៅលើការស្នាក់នៅការញ៉ាំនិងការចូលកន្លែងកម្សាន្តផ្សេងៗនៅប្រទេសបារាំងក្នុងមួយថ្ងៃ$300ចំណុចទី4ជាការចំណាយការធ្វើដំណើរនៅក្នុងទីក្រុងបើសិនជាបងប្អូនចង់សំចៃអាចជិះរថយន្តក្រុងឬរថភ្លើងក្រោមដី$15គឺអាចជិះមួយសេរីការចំណាយទី5គឺជាការ shopping មកដល់បារាំងហើយអត់ទិញអីវ៉ាន់មិនកើតកាបូប brand cosmetic ល្បីមកពេញចិត្តវីដេអូនេះសូម like ហើយនិង share ហើយបើសិនជាមានសំណួរផ្សេងៗអាច comment នៅក្រោមវីដេអូបាននាងខ្ញុំនឹងមានវីដេអូផ្សេងៗទៀតចែករំលែកទៅឲ្យបងប្អូនទាំងអស់គ្នាអរគុណជម្រាបលា